เร่ก็เร่เจ้าเร่มันเอ็มเดือดเท้าตอนนี้น่ะมันน้องเลยจับดิงได้โบเร่ตึกเร่ปัญหาหน่อยไปอดตึกหน่อยเพราะงั้นก็อดมุดเจ้าใหญ่อดตึกมุดดูไม่ใช่ตับเล็ดบัดทุ่งบัดอ่างมุดไว้ตะบ้านถางเจ้าเบียดเวียเรียก็เบียดเลี้ยงแกจะตัดสปริงอยากแกก็จะตัดสปริงเลี้ยงตัวนะสมัยยมหลักกรันเตอสับไงเนาะกรันเฮ้ยรีตูลพองบุกพองดูสโลนะเดบันมีนาลูกเอ้ยจะสกปรกเจ้าก็มียับแน่เลยปิ่มเตือนเมียนตึกสานអង្គការទស្សនៈពិភពលោកបានអនុវត្តកម្មវិធីអាហារូបត្ថម្ភក្នុងខេត្តបន្ទាយមានជ័យក្នុងគោលបំណងធ្វើយ៉ាងណាឲ្យកុមារមានសុខភាពល្អនិងមានការលូតលាស់ពេញលេញកម្មវិធីរបស់យើងត្រូវបានអនុវត្តក្នុងគោលបំណង 1. ធ្វើឲ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតចំណេះដឹងនិងការអនុវត្តអនាម័យល្អ 2. បង្កើនការទទួលបានអាហារដែលមានជីវជាតិពេញមួយឆ្នាំ 3. បង្កើនចំណេះដឹងនិងការអនុវត្តរបស់ម្ដាយឬអ្នកថែទាំកុមារលើការលើកកម្ពស់និងគាំទ្រសុខភាពមាតាការចិញ្ចឹមនិងថែទាំទារក 4. ការធ្វើឲ្យប្រសើរឡើងនូវការទទួលបានសេវាសុខភាពសម្រាប់មាតានិងទារកចាប់ពី2017ដែលយើងបានបង្កើតទឹកស្អាតមាន12ភូមិផ្ទះនិងភូមិគុកកឋិនណាមានអ្នកប្រើប្រាស់ទាំងអស់វាមាន450គ្រួសារឃើញថាជាបរិបទយល់ដឹងបានផឹកទឹកស្អាតគ្រប់គ្នាតាមរយៈកម្មវិធីរបស់យើងអង្គការទស្សនៈពិភពលោកបានប្រមូលផ្ដុំសហគមន៍ដើម្បីបង្កើតជាគណៈកម្មការគ្រប់គ្រងស្ថានីយទឹកនៅក្នុងសហគមន៍មួយចំនួនគណៈកម្មការគ្រប់គ្រងទឹកស្អាតទាំងនេះត្រូវបានគ្រប់គ្រងដោយសហគមន៍កសិកម្មដែលមានសមត្ថភាពគ្រប់គ្រងស្ថានីយទឹកជាផ្នែកមួយនៃអាជីវកម្មសហគមន៍កសិកម្មទាំងនេះទទួលបានវគ្គបណ្ដុះបណ្ដាលពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រោមការសម្របសម្រួលដោយអង្គការទស្សនៈពិភពលោកសមាជិកគណៈកម្មការស្ថានីយទឹកត្រូវបានបណ្ដុះបណ្ដាលដោយមន្ទីរអភិវឌ្ឍជនបទខេត្តនៅបច្ចេកទេសគ្រប់គ្រងស្ថានីយទឹកការគ្រប់គ្រងចំណូលចំណាយក៏ដូចជាទូនាទីនិងទំនួលខុសត្រូវរបស់សមាជិកនីមួយៗបន្ថែមពីនេះទៀតបុគ្គលិកជំនាញរបស់អង្គការទស្សនៈពិភពលោកបានផ្ដល់វគ្គបណ្ដុះបណ្ដាលផ្ដោតលើការតាមដានសកម្មភាពការងារនិងការផ្ដល់មតិយោបល់ដល់គណៈកម្មការធ្វើយ៉ាងណាឲ្យស្ថានីយទឹកមាននិរន្តរភាពមូលហេតុដែលខ្ញុំចូលជាគណៈកម្មការទឹកនេះខ្ញុំមើលឃើញថាផលប្រយោជន៍របស់សហគមន៍របស់ខ្ញុំគឺបានប្រើទឹកស្អាតទុកនៅពេលដែលបានទឹកស្ថានីយទឹកស្អាតមកហើយពួកគណៈកម្មការយើងខ្ញុំទាំងអស់ទទួលបានវគ្គបណ្ដុះបណ្ដាលពីអង្គការទស្សនៈពិភពលោកដូចជាតោកុងទឿទឹកហើយលាយម្សៅពិនិត្យមើលគុណភាពទឹកហើយផ្នែកបច្ចេកទេសដូចថាគ្រប់គ្រងចំណូលចំណាយបញ្ជីចំណូលចំណាយដែលយើងត្រូវចាយគ្រូគណៈកម្មការគ្រប់គ្រងទឹកស្អាតនៅភូមិគុកធានឃុំគុកធាននេះមានគណៈកម្មការចំនួន11រូបមានស្រី9រូបប្រុស2ហើយស្ត្រីមីម៉ាយចំនួន3គ្រួសារគ្រួសារក្រៃក្រមានចំនួន5គ្រួសារគឺសាលារៀនបឋមសិក្សាយើងជួយគិតក្នុងមួយខែគឺយើងជួយគិត3គីបឲ្យគិតប្រើអត់យកលុយប្រើព្រីចាមួយឆ្នាំទៀតលោកគ្រូដល់សាលាឃុំដល់មណ្ឌលសុខភាពដល់សាលាអនុវិទ្យាល័យก็เคยกินได้ศึกษาไปยังก็เปิดศึกษาดูก็ยังก็สุขภาพก็หล่อโอเคสุขภาพยังก็มันได้ชื่อมันได้เรียกมันได้รู้ตำเจ้าตำใหญ่แกอายุตัวเธอโอ้ยไม่แต่รถดำจำนำเจ็ดตลอดเจ็ดสะอาดถูกเวียนมันเมียนหนักเพาะเป็นเดิมนะเจ้านะทู่สบายถ้าสบายก็ดีก็รู้บอกก็เลยเฮ้ยเวียนมันรำเป็นปีเดิมโบ้ยมก็เวียยมสบายจะได้เมียนตึกสะอาดเปล่า